លោកត្រាំបញ្ជាក់ថាការចរចាជាមួយអ៊ីរ៉ង់នឹងបន្តធ្វើទៀតក្នុងរយៈពេល2ថ្ងៃទៅមុខទៀតបាទនេះគឺជាដំណឹងល្អដែរបងប្អូនពួកអីអ៊ីរ៉ង់នៅពេលដែលអាមេរិកចាប់ផ្ដើមបិទអាច្រកហ័រមូសអត់ឲ្យកប៉ាល់ដឹកចេញពីកំពង់ផែអ៊ីរ៉ង់ទាំងអស់ឥឡូវអ៊ីរ៉ង់ពិបាកមែនតើដោយសារទី1គឺដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ពឹងទៅលើទំនាក់ទំនងសេដ្ឋកិច្ចដឹកជញ្ជូនទំនិញព្រោះដែនសមុទ្រហ្នឹងគឺធំដល់ពេលបិទអញ្ចឹងគឺចំបាច់កអ៊ីរ៉ង់ខ្ទប់ដង្ហើមអត់ឲ្យដកឥឡូវនេះអ៊ីរ៉ង់អត់មានជំរឿសអីក្រៅតែពីទេមកសុំជួបអញ្ចឹងអាមេរិកក៏ថាជួបក៏ជួបដែរអញ្ចឹង2ថ្ងៃទៀតនឹងអាចជួបគ្នាទៀតហើយជួបនេះគឺតែតាក់ទងរឿងបរិមាណូហ្នឹងទេបើអ៊ីរ៉ង់អត់ព្រមឈប់រឿងបរិមាណូហ្នឹងអាមេរិកនឹងមិនឲ្យអ៊ីរ៉ង់រួចខ្លួនទេឥឡូវនេះរឿងវាសំខាន់ចេះទៀតអ៊ីរ៉ង់ថាឈប់ឲ្យបរិមាណូប៉ុន្តែសុំឈប់5ឆ្នាំសិនបានអត់តែអាមេរិកថា20ឆ្នាំបានយកឥឡូវវានៅលើ20ឆ្នាំឬក៏5ឆ្នាំហ្នឹងអញ្ចឹងអាមេរិកនៅតែប្រកាន់ជំហរថាឈប់ល្អហើយប៉ុន្តែ20ឆ្នាំទៅបានព្រមបើថាឈប់តែត្រឹម5ឆ្នាំក៏អត់ព្រមឥឡូវចាំមើលទៀតបងប្អូនតែយ៉ាងណាគ្រាន់តែឮសូរតែចរចា2ថ្ងៃទៀតប្រេងសាំងប្រេងអីលើពិភពលោកធ្លាក់ថ្លៃក្តុកភ្លាមឃើញទេចុះមកក្រោម100ភ្លាមវិលមុខហ្មងយើងឡើងចុះយើងតាមគេអត់ទាន់ទេប៉ុន្តែអានេះហើយជានយោបាយបងប្អូនហើយលោកត្រាំក៏ថាឥឡូវអាច្រកហ័រមូសហ្នឹងណាគឺកប៉ាល់ចម្បាំងរបស់អាមេរិកនៅចាំនៅច្រកផ្លូវពីខាងមុខបិទចិត្តទាំងអស់ហ្មងហើយមានកប៉ាល់6គ្រឿងណាដែលហ៊ានឆ្លងកាត់អាកន្លែងហ្នឹងពេលដែលអាមេរិកបិទហ្នឹងណាទាហៅមកវិញទាំងអស់មកកន្លែងណាទៅកន្លែងដើមវិញអត់ហ៊ានខ្លាចអាមេរិកបាញ់កំទេចដែរឥឡូវចិនតែពមៀនអាមេរិកពីម្សិលមិញថាអត់ឲ្យប៉ះពាល់កប៉ាល់ចិនឆ្លងកាត់តាមហ្នឹងតែអាមេរិកប្រាប់ឲ្យថាបើកប៉ាល់ដឹកទំនិញបោះចិនបោះអីក៏ដោយតែបើដឹកពីកំពង់ផែអ៊ីរ៉ង់ឆ្លងតាមច្រកហ្នឹងទៅកំពង់ផែអ៊ីរ៉ង់ណាទៀតគឺបិទទាំងអស់គ្រប់ប្រទេសតែម្ដងមិនមែនតែចិនទេអញ្ចឹងបើសិនជាដឹកទៅកំពង់ផែផ្សេងឬក៏មិនចេញពីកំពង់ផែអ៊ីរ៉ង់អត់អីទេឥឡូវនេះគឺបិទចិត្តឈឹងហើយអត់មានចេញចូលទេនិយាយទៅគឺបិទចិត្តឈឹងកប៉ាល់ដែលចេញពីអ៊ីរ៉ង់ទៅកំពង់ផែអ៊ីរ៉ង់តែប៉ុណ្្នឹងឯងកប៉ាល់ដទៃទៀតអាមេរិកអត់ហាមឃាត់ទេហើយនៅការពារអញ្ចឹងហើយថ្ងៃនេះបានជាលោកត្រាំឮសូរពាក្យគាត់ថាអូឥឡូវលោកស៊ីជីនពីងហ្នឹងធានាធិបតីចិនហ្នឹងថាសប្បាយចិត្តខ្លាំងណាស់ដែលអាមេរិកជួយបិទច្រកហ័រមូសហ្នឹងដោយអចិន្ត្រៃយ៍អញ្ចឹងទៅជួយអីការពារអញ្ចឹងប៉ុន្តែគាត់ថាចិនហ្នឹងអរគុណអាមេរិកសប្បាយចិត្តនឹងអាមេរិកនឹងរឿងបិទអាហ្នឹងហើយថាលែងដែលមិនផ្ដល់កំភ្លើងទៅអ៊ីរ៉ង់ទៅអីណាអីអញ្ចឹងទៅមិនដឹងថាផ្សារហ្នឹងវាយ៉ាងម៉េចបងប្អូនព្រោះចិនលក់អាវុធលក់អីផ្ដល់អាវុធឲ្យអ៊ីរ៉ង់មកអាយុហើយប៉ុន្តែឥឡូវនេះគឺតកតងនឹងបញ្ហាដឹកទំនិញនេះប្រហែលជាអាចមានការយល់គ្នាមួយគឺថាទំនិញបើដឹកចេញពីកំពង់ផែអ៊ីរ៉ង់ទោះជាកប៉ាល់ចិនឬកប៉ាល់ណាទៅកំពង់ផែអ៊ីរ៉ង់មួយទៀតគឺអត់ឲ្យចេញទេអាមេរិកអត់ឲ្យចេញអញ្ចឹងសេដ្ឋកិច្ចអ៊ីរ៉ង់ពេលនេះគឺចាប់ផ្ដើមរង្គោះរង្គើកំពុងតែប្រវេទនាមែនតើអញ្ចឹងហើយបានធ្វើឲ្យអ៊ីរ៉ង់បខំចិត្តចូលតុចរចាបាទរឿងនេះណាចរចាជាមួយអាមេរិកវាអត់យុត្តិធម៌ទេបងប្អូនដូចយើងចរចាជាមួយថៃដែលមានសភាវុធវាយយើងអញ្ចឹងវាអត់មានក្រៅពីសម្បទានគឺអត់មានអីទៅរួចខ្លួនទេអញ្ចឹងអ៊ីរ៉ង់សម្បទានគឺឈប់ផលិតអាវុធបរមាណូហើយនឹងមួយទៀតគឺអត់អាចទាអាមេរិកសងថ្លៃខូចខាតអីទាំងអស់ហើយទៅចាប់ផ្ដើមទៅហើយគឺទៅអញ្ចឹងខ្មែរយើងអញ្ចឹងឃើញទេចរចាជាមួយថៃអត់មានប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិដោយសារស្អំចិត្តគេចរចាទ្វេភាគីសិនអាហ្នឹងទៅហើយវានឹងទៅជារឿងសម្បទាននឹងដោយស្វ័យប្រវត្តិតិចទៀតបានណាបើកព្រំដែនឡើងវិញអីវិញអាដីហ្នឹងចេះអូសទៅចាំថ្ងៃណាចរចាថ្ងៃណា1ឆ្នាំទៅ2ឆ្នាំ2ឆ្នាំទៅ3ឆ្នាំទៅហ្នឹងខ្ញុំថាមេដឹកនាំមន្ត្រីអ៊ីរ៉ង់ហ្នឹងចាប់ផ្ដើមទូរស័ព្ទមកខាងអាមេរិកហ្នឹងសុំចរចាបន្តទៀតហើយលោកត្រាំថាមិនទាន់ដឹងចរចាថ្ងៃណាទេព្រោះអីប្រហែលថ្ងៃមុនបានពមៀនថានឹងវាយសន្ធាប់អីទៀតផងអញ្ចឹងយើងចាំមើលស្ថានភាពនឹងតទៅទៀតព្រោះអីមានការវិវត្តច្រើនអាមេរិកមិនចង់ឲ្យអ៊ីរ៉ង់យកច្រកហ័រមូសជាចំណាប់ខ្មាំងឥឡូវធ្វើទៅផ្អើលដល់ចិនផ្អើលដល់អីប៉ុន្តែសួរថាអូចិននឹងមកវាយអាមេរិកអីអត់មានតាក់ទងអីជាមួយនឹងរឿងហាមឃាត់កប៉ាល់អីបើទោះបីអាមេរិកមិនហាមអាច្រកហ័រមូសហ្នឹងកប៉ាល់ឆ្លងកាត់ហ្នឹងអ៊ីរ៉ង់បាញ់ខ្ទេចរាល់តែដងសំបីតែថៃមានទៅចូលរួមបាញ់អ៊ីរ៉ង់ណាមិនក៏បានបាញ់កប៉ាល់ថៃបានចុះឥណ្ឌាហេតុអីបានបាញ់កប៉ាល់ឥណ្ឌាដូច្នេះរឿងនេះគឺចិនគ្រាន់តែបង្ហាញអំពីថាកុំឲ្យប៉ះពាល់ព្រោះអីចិនប៉ះពាល់សេដ្ឋកិច្ចគេដែរនៅពេលអត់ប្រេងអត់អីពីអ៊ីរ៉ង់ចិនឈប់ទិញពីអ៊ីរ៉ង់ទៅទិញពីសម្ព័ន្ធមិត្តអាមេរិកវិញទៅទិញពីបារ៉ែនទិញពី
គុយវ៉ែតទិញពីអ៊ីរ៉ាក់ទិញពីអីផ្សេងទៀតទៅឆ្លងតាមច្រកហ័រមូសហ្នឹងអាមេរិកមានខាត់ណាអាមេរិកខាត់តែកប៉ាល់របស់អ៊ីរ៉ង់តាហើយបើមានអត់មានការចរចាត្រឹមត្រូវបានន័យថាអ៊ីរ៉ង់ក៏នឹងដាច់ខ្យល់ស្លាប់ចឹងទៅបាទហើយនេះគឺជារឿងមួយដែលព័ត៌មានថ្មីចុងក្រោយព័ត៌មានថ្មីចុងក្រោយឬក៏ថាបញ្ចប់នៅការផ្សាយព្រឹកនេះដោយសារតែខ្ញុំដូចជម្រាបជូនបងប្អូនចឹងគឺរវល់ហើយចង់បញ្ចប់ឲ្យឆាប់ដែរដើម្បីទៅធ្វើការគឺតកតងនឹងជោគជ័យរបស់គណៈបកប្រឆាំងនៅប្រទេសហុងគ្រីថ្ងៃនេះគឺមេបកប្រឆាំងនៅហុងគ្រីជាប់ឆ្នោតហើយមានន័យថាម៉េចបកប្រឆាំងហុងគ្រីឈ្នះឆ្នោតដោយខោកលោកត្រាំតាមពិតបកប្រឆាំងឈ្នះឆ្នោតពីអ្នកដែលកាន់អំណាចជានាយករដ្ឋមន្ត្រីហុងគ្រីនេះគឺអ្នកកាន់អំណាចសពថ្ងៃឈ្មោះលោក Viktor Orban Viktor Orban កាន់6 10ឆ្នាំហើយតាំងពី2010មកប៉ុន្តែពេលដែលគាត់កាន់អំណាចនេះប្រទេសហុងគ្រីคล้ายទៅជាប្រទេសគេហៅថាអញនិយមបុគ្គលនិយមក្រុមបកពួកនិយមណាដូចពីប្រទេសកុម្មុយនីសដទៃទៀតអញ្ចឹងគឺជាស្ដេចដែលថាអំណាចប្រមូលផ្ដុំអំពើពុករលួយក៏កើតឡើងបញ្ហាប្រជាធិបតេយ្យលែងមានប្រទេសហុងគ្រីនឹងរងការនេះហើយប៉ុន្តែអ្វីដែលគួរឲ្យចម្លែកគឺសំបីតែប្រទេសហុងគ្រីជ្រេពីប្រជាធិបតេយ្យទៅរកកុម្មុយនីសរកអីផ្ដាច់ការអញ្ចឹងបានទទួលការស្វាគមន៍ពីលោកត្រាំយ៉ាងចាស់ដៃលោកត្រាំចង់ឲ្យមេដឹកនាំសពថ្ងៃនៅហុងគ្រីហ្នឹងកាន់អំណាចឲ្យយូរសូម្បីតែចិត្តបោះឆ្នោតឲ្យហ្នឹងណាអនុប្រធានាធិបតីអាមេរិកលោក JD Vance ហ្នឹងទៅចូលរួមឃោសនាបោះឆ្នោតឲ្យទៀតដើម្បីឲ្យប្រធានាធិបតីនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះនៅកាន់អំណាចរបៀបផ្ដាច់ការអញ្ចឹងតទៅទៀតចម្លែកដែរដែលអាមេរិកគ្រប់គ្រងអំណាចផ្ដាច់ការនេះក៏ចង់បង្ហាញអំពីភាពផ្ដាច់ការរបស់លោកត្រាំឬក៏មិនដឹងព្រោះអីចង់ណាស់រំលាយអារបៀបផ្ដាច់ការហ្នឹងក៏ប៉ុន្តែទៅគ្រប់គ្រងលោក Viktor Orban ប៉ុន្តែប្រជាពលរដ្ឋហុងគ្រីគឺថាប៉ុណ្ណឹងល្មមគ្រប់គ្រាន់ហើយបានហើយអញ្ចឹងក៏បោះឆ្នោតឲ្យអ្នកថ្មីដែលជាមេបកប្រឆាំងឈ្មោះលោក Peter Macha បាទលោក Peter Macha នេះគឺជាអតីតចៅក្រមជាមេធាវីហើយមានប្រជាប្រិយហើយប្រជាពលរដ្ឋហុងគ្រីចង់ប្រាប់ថាគេមិនគ្រប់តគោលនយោបាយអ្នកណាដែលរបៀបផ្ដាច់ការអញ្ចឹងផងដូច្នេះឥឡូវប្រទេសហុងគ្រីមានមេដឹកនាំថ្មីឈ្នះភ្លុកទឹកភ្លុកដីនឹងកាន់អំណាចក្នុងពេល4ឆ្នាំតទៅមុខទៀតចឹងវិវត្តទៅយ៉ាងណាតើមានប្រជាធិបតេយ្យកាត់បន្ថយព្រោះអីលោក Peter Macha នេះនៅពេលមុនជាប់ឆ្នោតគាត់ថាលុបបំបាត់អំពើពុករលួយបកពួកនិយមអំពើផ្ដាច់ការខ្វះអតលយៈភាពអំណាចប្រមូលផ្ដុំអីហ្នឹងគឺផ្ដាល់អំណាចទៅឲ្យប្រជារាស្ត្រវិញតែអញ្ចឹងទៅប្រជាពលរដ្ឋយល់ស្របទៅបោះឆ្នោតឲ្យគាត់បាទអញ្ចឹងដំណើរប្រជាធិបតេយ្យនឹងផ្ដាច់ការនេះយើងឃើញថាវារលាយរលត់អាផ្ដាច់ការនឹងបន្តិចម្ដងប្រជាពលរដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតចង់ឲ្យមានប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យគ្រាន់តែលោក Peter Macha ជាប់ឆ្នោតភ្លាមគឺលោក Viktor Orban អត់មានលំប៉ាអីទេគឺប្រកាសចាញ់ដោយតាមនឹងទៅឲ្យលោក Peter Macha កាន់អំណាចទៅហើយមានសហគមន៍អឺរ៉ុបមានអាល្លឺម៉ង់មានអង់គ្លេសមានប្រទេសជាច្រើនបានផ្ញើសារជូនពរនិងអបអរសាទរអ្នកជាប់ឆ្នោតថ្មីដែលឈ្មោះ Peter Macha នេះបាទគឺចិនព្រមានអាមេរិករឿងបិទចរាចរណ៍កប៉ាល់នៅច្រកហ័រមូសអ្នកខ្លះគេថាអូចិនថ្លើមធំចិនហ៊ានណាហ៊ានព្រមានអាមេរិកតាមពិតចិនមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការព្រមានអាមេរិកដែរដោយសារអីពេលដែលអាមេរិកបិទច្រកហ័រមូសគឺបានន័យថាបិទមិនឲ្យចរាចរណ៍កប៉ាល់ចេញពីកំពង់ផែប្រទេសអ៊ីរ៉ង់ទៅកំពង់ផែណាផ្សេងទៀតដែលដឹកទំនិញចេញពីប្រទេសអ៊ីរ៉ង់ច្រកហ័រមូសហ្នឹងជាច្រករបស់អ៊ីរ៉ង់មែនទេប៉ុន្តែអាមេរិកមានលក្ខខណ្ឌមួយថាបើកប៉ាល់ហ្នឹងដឹកចេញពីកំពង់ផែអ៊ីរ៉ង់គឺអត់អាចចេញរួចទេទៅកំពង់ផែណាក៏អត់បានដែរប៉ុន្តែបើកំពង់ផែណាផ្សេងទៀតប្រទេសដែលមិនមែនជាប្រទេសអ៊ីរ៉ង់អាមេរិកអត់បានឃាត់នៅច្រកហ័រមូសទេប៉ុន្តែចិនមានកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីរ៉ង់ក្នុងការទិញប្រេងប្រហែលជា 30% និងគ្រឿងផ្សេងទៀតទាំងហ្គាសផងគឺឆ្លងកាត់តាមច្រកហ័រមូសចូលទៅប្រទេសចិនហ្នឹងគឺច្រើនណាស់ប្រេងចិនដែលគ្រប់គ្រង 100% មានប្រហែលជា 30% តាមច្រកហ្នឹងដូច្នេះចិនអាចពិបាកដែរបើបិទទៅចិនគឺសេដ្ឋកិច្ចគាត់ក៏ប៉ះពាល់បញ្ហាសពបែបយ៉ាងហើយគាត់មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដូច្នេះក៏ពុំមាននេះក្នុងន័យថាគាត់មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់មិនត្រូវឲ្យអាមេរិកហាមឃាត់ប៉ុន្តែអាមេរិកមានតែស្ដាប់ចិនឯណាអាមេរិកហាមឃាត់បើកប៉ាល់កុំដឹកចេញពីកំពង់ផែរបស់អ៊ីរ៉ង់មានទៅជាប់បំរាមរបស់អាមេរិកឯណាលើអាមេរិកគឺដាក់អញ្ចឹងអត់មានអីទៅស្ដាប់ចិនស្ដាប់អីណាទេ
ហើយចិនហ្នឹងក៏គ្មានឥទ្ធិពលអីណាទៅរករឿងអាមេរិកដែរគ្រាន់តែថាជាផ្លូវការអាចពុំមានអីអញ្ចឹងមែនកុំឲ្យប៉ះពាល់កប៉ាល់ចិនប៉ុន្តែអាមេរិកអត់មានប៉ះពាល់កប៉ាល់ចិនទេអាមេរិកគឺហាមតែទំនិញដឹកចេញពីកំពង់ផែរបស់អ៊ីរ៉ង់តាដើម្បីចម្បាច់កអ៊ីរ៉ង់ឲ្យលៀនដាតឥឡូវអ៊ីរ៉ង់ចាប់ផ្ដើមលៀនដាតហើយលោកត្រាក៏ប៉ុន្តែមិនត្រូវការឲ្យអារបួសនៃបញ្ហាព្រំដែនហ្នឹងคล้ายទៅជារឿងធំធ្វើឲ្យយើងមិនអាចនឹងសបាយចូលឆ្នាំអីបានតាមការញុះញង់ឬក៏អុចអាលរបស់ក្រមប្រឆាំងអីអញ្ចឹងទៅដូច្នេះរឿងនេះគឺសំបីតែសាររបស់លោកនេះគឺមិនមែនជាការសម្រេចធ្វើដោយខ្លួនឯងឬក៏គិតថាវារឿងត្រឹមត្រូវអីទេគឺគិតថាវារឿងក្រមប្រឆាំងដើម្បីទះកំភ្លៀងក្រមប្រឆាំងដើម្បីលក់លើយដើម្បីឌឺដងឲ្យក្រមប្រឆាំងកុំឲ្យចាញ់ច្រាបក្រមប្រឆាំងអីឡាក់នឹងឡាក់អីអញ្ចឹងទៅបាទតែខ្ញុំនឹងអានសាររបស់លោកហ៊ុនសែនទាំងស្រុងតែម្ដងទៅកុំឲ្យបាត់ពាក្យរបស់គាត់កុំឲ្យថាខ្ញុំនឹងថែមថយនៅថ្ងៃនេះគឺគាត់សរសេរសារនៅលើបណ្ដាញសង្គម Facebook ចំថ្ងៃបុណ្យចូលឆ្នាំខ្មែរតែម្ដងជាងការដែលថាសារនេះគឺមានទាំងស្រុងដូចតទៅទី1គាត់ថាឃ្លាខាងដើមគាត់ថារបួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រានពីការទាំងមូលនោះឡើយនេះគឺជាចំណងជើងធំតកតងទៅនឹងសាររបស់គាត់ចាត់ទុកថាបញ្ហាដែលកើតឡើងគឺប្រៀបប្រដូចទៅនឹងរបួសកូនដៃចង់និយាយថាវាមិនមែនជារបួសអវយវៈដើរលែងរួចទេវាប៉ះពាល់កូនដៃមួយហេតុអីបានជាយើងធ្វើឲ្យរាងកាយទាំងអស់ហ្នឹងពិការដែលមិនអាចធ្វើអីបាននៅក្នុងនេះគាត់បានសួរជាសំណួរដំបូងថាតើហាមទេវតាមិនឲ្យចុះមកបានទេតើហាមប្រជាពលរដ្ឋមិនឲ្យចូលឆ្នាំបានទេតើកម្ពុជាពេលនេះមានជំងឺឆ្លង COVID-19 ដូចឆ្នាំ2020ផងនោះទេបាទនេះគឺជាសំណួរដែលគាត់ចោទសួរពីដើមក្បាលមកគាត់បានបន្តទៀតថាយើងទទួលស្គាល់ថាយើងនៅមានបញ្ហាលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃផែនដីឬសំទោសដែនដីរបស់យើងនឹងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែននិងប្រជាពលរដ្ឋភាគសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែររួចទៅហើយសម្រាប់ប្រជាពលរដ្ឋជាង17លានអ្នកផ្សេងទៀតលោកបន្តតើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬក៏យ៉ាងណាដូចជាការបិទផ្សារបិទការលក់ដូរបិទធនាគារបិទរោងចក្របិទកសិដ្ឋានបិទសាលារៀនរហូតទៅបិទមិនឲ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងពេលចូលឆ្នាំឬក៏យ៉ាងណាពួកជ្រុលនិយមតិទៀនរាជរដ្ឋាភិបាលដែលរៀបចំនគរសង្ក្រាន្តដោយគេចោទរដ្ឋាភិបាលថាមិនបានគិតគូរដល់ទុកលំបាករបស់កងទ័ពនិងប្រជាពលរដ្ឋភាគសឹកដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលនៅក្នុងស្ថានភាពពិការដែលគ្មានសមត្ថភាពសេដ្ឋកិច្ចសង្គមដែលខ្ញុំប្រៀបថាដូចជារបួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណទាំងមូលពិការនោះឡើយនេះគឺជាសាររបស់គាត់ហើយគាត់បន្តពីកថាខណ្ឌចុងក្រោយថាសកម្មភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅកន្លែងមួយចំនួនប្រមាណថ្ងៃនេះមិននៅគ្រប់កន្លែងសំទោសមិននៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំថ្មីនេះគឺជាឬក៏គឺស្មើនឹងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំនេះឯងចុងក្រោយគាត់ថាសូមគោរពអញ្ជើញអ្នកប្រឆាំងនឹងការសូមគោរពអញ្ជើញអ្នកប្រឆាំងនឹងការចូលឆ្នាំមកសប្បាយរីករាយនៅក្នុងការចូលឆ្នាំទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសសូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនឹងសកម្មភាពខុសដែលនាំឲ្យខ្លួនខាតតែប៉ុណ្ណោះព្រោះបើធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់បាទអញ្ចឹងសាររបស់លោកហ៊ុនសែនខ្ញុំសង្ខេបយ៉ាងខ្លីគឺគាត់បបួលប្រជាពលរដ្ឋឲ្យសបាយឲ្យអស់ដៃទៅគឺក្នុងន័យទះកំភ្លៀងក្រុមប្រឆាំងដោយគាត់គិតថាបើគ្រាន់តែសបាយចូលឆ្នាំនឹងវាចង្រៃអីព្រោះអីទេវតាក៏នៅតែចុះមកធម្មតាមិនអាចខាត់បានទេហើយមិនមែនជាជំងឺ COVID-19 អីណាកើតឡើងដែលមិនអាចចេញក្រៅផ្ទះបានឯណាហើយណាមួយគឺការសបាយនេះនឹងគឺវាជាបញ្ហាព្រំដែនរឿងបញ្ហាដីធ្លីដែលថៃឆ្លៀនពៀនគ្រប់គ្រងបានច្រើនកន្លែងហ្នឹងវាប្រៀបប្រដូចទៅនឹងស្ថានភាពដែលមានហើយបញ្ហាដែលមានហើយវាដូចថារបួសនៅក្នុងខ្លួនហ្នឹងវារបួសហើយគាត់ថារបួសកូនដៃហេតុអីបានជាធ្វើឲ្យអវយវៈឬក៏ដងខ្លួនទាំងមូលហ្នឹងដេកសំដួលរមូលសំគ្រិចទៅជាពិការទាំងអស់លែងធ្វើអីកើតអីចឹងទៅហើយនៅគាត់តែគិតថាបើយើងអត់ធ្វើអីសោះតាមអ្វីដែលជាសម្ដីរបស់ក្រមប្រឆាំងគឺវាដូចជានឹងឲ្យ
ក្រុមប្រឆាំងបានដែរអញ្ចឹងធ្វើឲ្យសបាយដើម្បីជាការផ្ទះកំភ្លៀងក្រុមប្រឆាំងទៅវិញខ្ញុំមុននឹងក៏បបួលបងប្អូនទាំងអស់ទាំងនៅក្រៅប្រទេសក្នុងប្រទេសកុំខ្មាស់អៀនអីបើចំពោះបងប្អូនខ្មែរក្រៅប្រទេសដូចជាអត់មានអៀនខ្មាស់អីនឹងការចូលរួមបន់ជោឆ្នាំខ្មែរទេព្រោះពួកគាត់មិនមានភារកិច្ចអីនៅក្នុងការដែលថាត្រូវតែកាន់កាប់ក្នុងកិច្ចការរដ្ឋាភិបាលដែលត្រូវពង្រឹងកងទ័ពការពារដែនអធិបតេយ្យយើងកុំឲ្យថៃវាយយកដីយើងបានឯណាទេព្រោះគាត់សង្រួមដួងចិត្តមិនសប្បាយចឹងប៉ុន្តែប្រពៃណីទំនៀមទម្លាប់នៅស្រុកក្រៅនេះគឺពួកគាត់ធ្វើដូចជាធម្មតាដូចតែឆ្នាំមុនដែរប៉ុន្តែបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកនេះគឺក៏មែនតើទៅគឺគាត់ធ្វើធម្មតាគ្រាន់តែថាអាជ្ញាធរដែនដីនិងមន្ត្រីរាជការដែលមានការទទួលខុសត្រូវដែលថាពេលនេះគឺដូចជាតែពេលកាន់ទុកអីអញ្ចឹងដែរវាដូចថាធ្វើឲ្យមានការប៉ាន់ប្រមាណអីអញ្ចឹងណាมันអាចនឹងអឹកធឹកឬក៏កញ្ជ្រោលបោកបាចអីដូចតែយើងកំពុងតែជោគជ័យមានសមិទ្ធិទើបតែទទួលបានគេចោះឈ្មោះប្រាសាទណាក្នុងបេតិកភណ្ឌពិភពលោកចំថ្ងៃចូលឆ្នាំហើយខួបចូលឆ្នាំយើងសេដ្ឋកិច្ចយើងកើនឡើងដល់ទៅ5%បន្ថែមអញ្ចឹងទៅប្រជាពលរដ្ឋចំណាក់ស្រុកនៅប្រទេសថៃនឹងក៏វិលមកវិញរកការងារប្រាក់បៀវត្សចាប់ផ្ដើមឡើងមិន20 30ឬ50%កម្មកររោងចក្រកាត់ដេរជីវភាពទូធាជាងមុនបញ្ហាអំពើពុករលួយលុបបំបាត់អីចឹងទៅអាហ្នឹងវាគួរតែថាគឺថាពេលតែយើងត្រេកអរដែរណាប៉ុន្តែពេលនេះគឺពេលមានបញ្ហាអញ្ចឹងតាមពិតមិនមែនក្រុមប្រឆាំងទេដែលរិះគន់រឿងបញ្ហាវាជាសតិសម្បញ្ញៈផ្លូវកណ្ដាលមួយដែលជាសិលធម៌ទេប៉ុន្តែលោកហ៊ុនសែនឲ្យតនណាខ្ទាស់គាត់ក៏គិតថាជាក្រុមប្រឆាំងទាំងអស់តាមពិតតែខ្លាចអីក្រុមប្រឆាំងតវ៉ាអានេះគឺជាសិលធម៌សុជីវធម៌ទូទៅតាដូចខ្ញុំធ្លាប់និយាយចឹងថាបើយើងមានបុណ្យសពកំពុងតែកាន់ទុកយើងទៅយកធុងបាសទៅច្រកឡំច្រៀងឡំថនលក់ឡំថនឬក៏បែកស្លុយអីអញ្ចឹងទៅនៅក្នុងពេលដែលវិញ្ញាណក្ខន្ធសាកសពមិនទាន់បានតឹងទៅសោយសុគតិភពអីទៅគ្រាន់តែថាវាជាសិលធម៌ទេប៉ុន្តែសួរថាទៅលក់ធុងបាសនៅពេលបុណ្យសពនឹងបានឬអត់ឃើញគេធ្វើខ្លះដែរហ្នឹងទៅតាមជំនឿរបស់គេដែរតាបើគេចង់ធ្វើប៉ុន្តែអ្នកដតីច្បាស់ជាមើលឃើញថាទេដូចជាមិនសមទេហើយយើងពិធីកាន់ទុកគួរកោសក់ស្លៀកពាក់អាវខ្មៅខោខ្មៅអីអញ្ចឹងទៅបោកដូចថាដូចសង្កត់ស្ងាត់អីមួយរយៈទៅដើម្បីបង្ហាញសមានចិត្តសិលធម៌អីអញ្ចឹងកុំឲ្យវាកក្រឹកក្រែងអីអានេះវាជាសិលធម៌ទូទៅវាគ្មានក្រុមប្រឆាំងក្រុមអីឯណាទេតែឥឡូវហ៊ុនសែនទាញធ្លាក់ចូលក្រុមប្រឆាំងឲ្យតតែបានទៅជាសបាយក្អាកក្អាយហ្នឹងទៅដើម្បីផ្ទះកភ្លៀងក្រុមប្រឆាំងឯណាទៅវិញខ្ញុំជឿថាមិនបានផ្ទះកភ្លៀងក្រុមប្រឆាំងទេដឹងឥឡូវក្រុមប្រឆាំងផ្ទះកភ្លៀងទៅវិញគាត់ដាក់ទៅសារតបទៅវិញហើយខ្ញុំសូមអានសារនឹងទាំងស្រុងដូចតទៅទីមួយខ្ញុំចាប់ផ្ដើមពីមតិរបស់លោកអ៊ុំសំអានទៅមុនដែលជាមន្ត្រីកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេស$23នោះគាត់សរសេរអញ្ចេះលោកហ៊ុនសែនចាត់ទុកការបាត់បង់ទឹកដីខ្មែរចំនួន51ទីតាំងនៅឯទៅឲ្យថៃគ្រាន់តែជារបួសកូនដៃតែប៉ុណ្ណោះព្រោះគាត់បានទឹកដីខ្មែរឲ្យទៅវៀតណាមច្រើនជាងនឹងផងការបាត់ទឹកដីខ្មែរចំនួន51ទីតាំងដែលទៅឲ្យថៃនេះគឺជារឿងធម្មតាសម្រាប់លោកហ៊ុនសែនមែនហើយព្រោះគាត់បានកាត់ទឹកដីខ្មែរឲ្យបរទេសជិតខាងឡើងស៊ំទៅហើយបាទនេះគឺជាសារទាំងស្រុងរបស់លោកអ៊ុំសំអានព្រោះខ្ញុំអានសារទាំងស្រុងរបស់លោកហ៊ុនសែនឲ្យបានជ្រាបដែរនៅក្នុងពេលនេះក៏មានលោកបណ្ឌិតសេងសេរីដែលថ្ងៃនេះខ្ញុំកម្រស្រង់ប្រសាសន៍របស់លោកបណ្ឌិតសេងសេរីយកមកផ្សាយនៅទីនេះណាតាំងពីលោកមានរឿងតកតងនឹងជាអនុក្នុងឬក៏ជាគិញអីរបស់លោកហ៊ុនសែនប៉ុន្តែលោកបានសារភាពឲ្យថាលោកពិតជាបានឆ្លោះឆ្លួយទទួលលុយទទួលអីពីលោកហ៊ុនសែនមែនប៉ុន្តែមួយរយៈកន្លងមកក្រោយមកគឺលោកក៏បានកែខ្លួនហើយរិះគន់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតឥតសំចៃមាត់ដែរហើយថ្ងៃនេះក៏លោកបានបញ្ចេញសារតាមបណ្ដាញសង្គម Facebook របស់លោកតាក់ទងនឹងចំណុចនេះលោកបណ្ឌិតសេងសេរីនិយាយក្នុងន័យមួយតាក់ថាអញ្ចេះគោរពជំរាបសួរពុកបាទពាក្យពុកហ្នឹងគឺលោកសេងសេរីប្រើតាំងពីនៅយកលុយលោកហ៊ុនសែនមកម៉េះការប្រៀបធៀបការបាត់បង់បូរណភាពទឹកដីស្មើនឹងរបួសកូនដៃគឺជាការប្រមាថបុព្វបុរសខ្មែរនិងការលះបង់ជីវិតរបស់កងទ័ពដែលបានពលីការប្រៀបធៀបការបាត់បង់បូរណភាពទឹកដីស្មើនឹងរបួសកូនដៃគឺបង្ហាញថារដ្ឋាភិបាលមិនមានឆន្ទៈមនសិការនៅក្នុងការទាមទារទឹកដីមកវិញទេហើយចាត់ទុករឿងទឹកដីជារឿងកំប៉ិចកំប៉ុក
លោកបន្តទៀតថានៅក្នុងចិត្តរបស់ពលរដ្ឋការបាត់បង់បូរណភាពទឹកដីគឺជារបួសបេះដូងមិនមែនរបួសកូនដៃទេវាអាចស្លាប់ដោយកាំងបេះដូងបានបើរស់រំភើយដូចសពថ្ងៃនេះលោកបណ្ឌិតសេងសេរីបន្តទៀតថាគ្មានអ្នកណាគេប្រឆាំងនឹងប្រពៃណីបុណ្យចូលឆ្នាំខ្មែរនោះទេតែគេមិនពេញចិត្តដែលរដ្ឋាភិបាលចេញមុខចេញមាត់នាំគេរាំច្រៀងព្រោះគេបារម្ភក្រែងអ្នកចិត្តខាងដៀលថាយើងជាពូជបាត់ដីហើយរាំច្រៀងដូចរៃបើទោះបីជាកំពុងតែមានទុក្ខលោកបន្តពីឃ្លាទៀតថាដូច្នេះចង់ផ្ដាល់យោបល់ជូនពុកអញ្ចេះថាសំណេររបស់ពុកមិនធ្វើឲ្យរដ្ឋាភិបាលរបស់កូនពុកនិងពុកចំណេញនោះទេផ្ទុយទៅវិញសូមពុកសម្រាកឲ្យបានច្រើនជាពិសេសសម្រាកសរសេរនៅលើបណ្ដាញសង្គម Facebook ក្នុងអំឡុងចូលឆ្នាំថ្មីប្រពៃណីជាតិជូនពរឆ្នាំថ្មីពុកនេះគឺជាសំណេររបស់លោកបណ្ឌិតសេងសេរីអ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រៅប្រទេស23ដុល្លារឯនោះវិញលោកកឹមសុខក៏មិនប្រដាក់មាត់ដែរលោកបានសរសេរសារតបទៅលោកហ៊ុនសែនវិញជាច្រើនឃ្លាដូចតទៅលោកកឹមសុខសរសេរអញ្ចេះលោកហ៊ុនសែនបានចាត់ទុកភូមិសំទោសលោកហ៊ុនសែនបានចាត់ទុកភូមិពលរដ្ឋខ្មែរជាច្រើននិងទឹកដីខ្មែរច្រើនរយគីឡូម៉ែត្រក្រឡាដែលថៃកំពុងឈ្លានពានកាន់កាប់គ្រាន់តែជារបួសកូនដៃមួយហើយលើកទឹកចិត្តខ្មែរឲ្យសប្បាយកុំខ្វល់លោកកឹមសុខបន្តទៀតថាលោកហ៊ុនសែនប្រមាថអាយុជីវិតប្រជាពលរដ្ឋខ្មែរនិងជីវិតយុទ្ធជនខ្មែរដ៏ច្រើនលើសលប់ដែលទាហានថៃសម្លាប់ព្រមទាំងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរច្រើនរយខ្នងដែលថៃបំផ្លាញថាជារបួសកូនដៃទៅវិញលោកហ៊ុនសែនប្រមាថប្រជាពលរដ្ឋខ្មែរនិងយុទ្ធជនខ្មែរដែលរបួសពីការពីក្របផ្លោងរបស់ភៀកគីថៃថាជារបួសកូនដៃលោកកឹមសុខបន្តពី3ឃ្លាទៀតថាលោកហ៊ុនសែនមិនសម្ដែងសមានចិត្តខ្វល់ខ្វាយដល់ជីវិតយុទ្ធជនដែលកំពុងតែអោបអាវុធការពារទឹកដីកម្ពុជានោះឡើយលោកហ៊ុនសែនបង្ហាញចេតនាពេញចិត្តគាំទ្រការរាំច្រៀងកញ្ជ្រោលវល់ឲ្យភ្លេចការបាត់បង់ទឹកដីនៃប្រទេសកម្ពុជារបស់យើងលោកហ៊ុនសែនចោទប្រកាន់ប្រជាពលរដ្ឋខ្មែរដែលក្រៀមក្រំនឹងការបាត់ទឹកដីក្នុងពិធីចូលឆ្នាំថ្មីនេះថាជាពួកជ្រុលនិយមទៅវិញចុងក្រោយលោកដាក់ថាសារទាំងស្រុងរបស់លោកហ៊ុនសែនមានខ្លឹមសារឲ្យតម្លៃតែមួយគត់លើនគរសង្ក្រានមិនគ្រប់ទឹករបស់គ្រួសារហ៊ុនដែលចាយលុយជាតិរាប់លានដុល្លារហើយបានផលជាការបំផ្លាញស្មារតីជាតិខ្មែរចុងក្រោយលោកកឹមសុខសួរថាតើលោកហ៊ុនសែនកើតពីសាសអ្វីហេតុអ្វីលោកមិនចេះឈឺពេលបាត់បង់ទឹកដីកម្ពុជារបស់ជនជាតិខ្មែរបាទនេះបងប្អូនបានស្ដាប់ហើយប្រសាសន៍របស់លោកហ៊ុនសែនហើយនឹងជាការតបរបស់ប្រជាពលរដ្ឋខ្មែរដោយទាំងក្រុមបងប្អូនដែលមិនពេញចិត្តនឹងរដ្ឋាភិបាលនេះផងហើយយកទៅពិចារណាតាមការគួរខ្ញុំថាជារួមខ្ញុំមិនកាន់ជើងខាងក្រុមប្រឆាំងឬក៏កាន់ជើងខាងរដ្ឋាភិបាលទេខ្ញុំគិតថាធ្វើអីក៏ដោយគឺយើងត្រូវរកផ្លូវកណ្ដាលហើយការដែលលៀបពណ៌ចោតក្រុមប្រឆាំងថាជាក្រុមដែលធ្វើអីមួយដើម្បីទះកាភ្លៀងដើម្បីអីហ្នឹងវានៅតែបង្កើតវប្បធម៌លៀបពណ៌សាច់ទឹកដាក់គ្នាគ្មានទីបញ្ចប់ទេគ្មានការផ្សះផ្សាក្រុមប្រឆាំងនៅក្នុងការតវ៉ាអីមួយដែលរដ្ឋាភិបាលដែលធ្វើឲ្យមានបញ្ហាតាក់ទងនឹងដី51កន្លែងឥឡូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់ថៃគឺរដ្ឋាភិបាលត្រូវចិត្តធ្ងន់ណាស់ធ្ងន់យកតែមែនតែម្ដងគឺសុំទោសឬក៏សង្កត់សង្កាត់ឬក៏អីទៅអ្នកណាថាអីថាទៅគេថាអីថាទៅកុំធ្វើត្រូវឲ្យដូចគេថាគឺ